Yo hello សួស្តីប្រិយមិត្តដែលនិយមតាមដានវិស័យហ្គេមប្លុកហ្វ្លូតទាំងអស់គ្នាបាទហើយវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្រៀនអ្នកទាំងអស់គ្នាពីរបៀបទិញដាវកតនា3ដើមដើម្បីធ្វើជាដាវ TTK អញ្ចឹងណាគ្នាយើងបាទដើម្បីយើងទិញមកយើងគុំគ្នាធ្វើជាដាវ TTK អញ្ចឹងណាគ្នាយើងបាទអញ្ចឹងបើសិនថាអ្នកគ្នាចង់ចេះទិញដោយប្រើ hack អ្នកគ្នាអាចមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់អ្នកគ្នានឹងចេះទិញ 100% គ្នាយើងបាទមុននឹងចូលទៅកាន់វីដេអូពីរបៀបទិញដាវអ្នកគ្នាមកថ្មីកុំភ្លេចណាជួយ Subscribe ម្នាក់មួយផងណាគ្នាយើងដើម្បីបានវីដេអូថ្មីពីខ្ញុំមុនគេអញ្ចឹងណាគ្នាយើងបាទឥឡូវកុំឲ្យខាត់ពេលអ្នកគ្នាយូរតែយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នាបាទមុននឹងទៅការទៅទិញដាវហ្នឹងអ្នកគ្នាជាដំបូងអ្នកគ្នាត្រូវមានលុយចំនួន8លានអ្នកគ្នាបាទទើបអ្នកគ្នាអាចទិញដាវនឹងបានអីចឹងណាគ្នាយើងបាទដើម្បីកុំឲ្យខាតពេលអ្នកគ្នាយូរតែយើងចូលទៅកាន់វីដេអូយើងវិញបាទឥឡូវជាដំបូងអ្នកគ្នាត្រូវប្រើ skip ចំនួន2អញ្ចឹងណាគ្នាយើងបាទទី1គឺ skip hub server ដើម្បីយើង hub server ទៅរកដាវហ្នឹងហើយទី2យើងត្រូវការ skip មួយទៀតគឺ skip ហ្នឹងគឺយើងទុកទិញដាវអញ្ចឹងណាគ្នាយើងបាទចឹងបើសិនថាអ្នកគ្នាអត់មាន skip នឹងទេអ្នកគ្នាអាច comment ក្រុមវីដេអូខ្ញុំបានចាំខ្ញុំបើសិនថាវីដេអូនឹងមានអ្នកមើលច្រើនខ្ញុំតែតម្លាក់ skip នឹងឲ្យអ្នកគ្នាដើម្បីចែកគ្នាលេងអញ្ចឹងណាគឺយើងបាទនៅពេលដែលវាចេញបែបនេះអ្នកគ្នាទៅការរកន្លែង hub server ដាវអញ្ចឹងណាគឺយើងបាទយើងចុចទៅតាមខ្ញុំមកបាទគឺអ្នកគ្នានឹងចេះធ្វើ 100% បាទហើយសម្រាប់ skip hub server អ្នកគ្នាចង់ចេះដាក់អីអ្នកគ្នាអាច comment ក្រុមវីដេអូបានចាំខ្ញុំធ្វើវីដេអូបង្រៀនរបៀបយក key អីចឹងណាគ្នាយើងបាទរបៀបយក key របស់ skip hub server អីចឹងទៅគ្នាយើងបាទនេះអ្នកគ្នាបាទខ្ញុំបានចុចមាញ់គឺវា load ទៅបាទវា load ទៅ server ណាដែលមានគេលក់ដាវអញ្ចឹងណាគ្នាយើងបាទនេះអ្នកគ្នាបាទយើងបានចូលមកដល់ក្នុង game ហើយបាទនៅពេលដែលអ្នកគ្នាចូលមកដល់ក្នុង game អ្នកគ្នាគ្រាន់តែធ្វើការបើកជាមួយនឹង skip មួយនេះមកអ្នកគ្នាបាទ skip ដែលខ្ញុំថាអាចទិញដាវដោយប្រើ skip ហ្នឹងអីចឹងណាគ្នាយើងបាទអញ្ចឹងអ្នកគ្នាធ្វើការបើកតាមខ្ញុំមកបាទហើយអ្នកគ្នារងចាំវា complete សិនទៅចាំឲ្យវាដំណើរការអញ្ចឹងណាយើងបាទនេះអ្នកគ្នាបាទគឺវាដំណើរការហើយបាទនៅពេលដែលវាដំណើរការអ្នកគ្នាគ្រាន់តែអូសនេះរកកន្លែងដូចកន្លែងទិញនេះមកនេះបាទនេះអ្នកគ្នាបាទយើងទិញបានដើមមួយដើមហើយបាទនៅពេលដែលអ្នកគ្នាទិញដាវនឹងបានមួយដើមហើយបើសិនថាអ្នកគ្នាចង់ទិញមួយដើមពីរដើមនឹងទៀតអ្នកគ្នាអាចទៅ hub server រក server ផ្សេងទៀតមកបាទរក server ដែលមានគេលក់ដាវនឹងអីចឹងណាគ្នាយើងបាទតោះយើងទៅរក server នឹងទៀតបាទវាអត់មានអីពិបាកទេគ្នាយើងបាទអ្នកគ្នាធ្វើការបើក skip hub server យើងទៀតមកបាទឥឡូវរងចាំ plate សិនទៅបាទទៀតវាលូតមកហើយបាទនេះអ្នកគ្នាបាទវាលូតមកទៀតហើយបាទហើយអ្នកគ្នាគ្រាន់តែចុចទៅរក skip hub server យើងទៀតមកបាទអ្នក skip អាចច្រឡំអ្នកគ្នាអធិស្ឋានអ្នកគ្នាគ្រាន់តែធ្វើការចុចអ្នកskip នឹងកន្លែងត្រង់អីចឹងណាយើងបាទហើយអ្នកគ្នាចុចរក server ណាដែលមានគេលក់ដាវនឹងអីចឹងទៅអ្នកគ្នាបាទសម្រាប់ខ្ញុំគឺខ្ញុំមានដាវខាងលើគេខ្ញុំមានហើយអ្នកគ្នាបាទគឺខ្ញុំឡើយទៅ2ទៀតទេបាទគឺដឹងដាវស្អីទេខ្ញុំអត់ស្គាល់ឈ្មោះទេគ្នាយើងបាទអធិស្ឋានខ្ញុំផងណាគ្នាយើងបាទហើយយើងធ្វើការចុច hub server ទៅ server មួយនេះទៀតមកបាទរងចាំវា plate សិនទៅបាទនេះអ្នកគ្នាបាទយើងបានធ្វើការចូលមកដល់ server ដែលមានដាវមួយទៀតហើយបាទឥឡូវយើងធ្វើការបើកជាមួយនឹង skip ដើម្បីទិញដាវមកបាទនៅពេលអ្នកគ្នាបើក skip ហ្នឹងអ្នកគ្នាមានទី1គឺវាមាន free ទី2គឺអ្នកគ្នាអាចយក key បានបាទដូចខ្ញុំប្រាប់ដដែលអញ្ចឹងបាទអ្នកគ្នាបើកអ្នកគ្នារងចាំ plate សិនទៅបាទហើយនៅពេលដែលអ្នកគ្នាចូលមកដល់គឺអ្នកគ្នាមានទៅធ្វើស្អីទៀតបាទគឺអ្នកគ្នារកកន្លែងយើងទិញមកបាទហើយអ្នកគ្នាអូនឡើងលើអ្នកគ្នាគ្រាន់តែបើកអានេះមួយមកគឺវានឹងទិញបានហើយបាទនេះអ្នកគ្នាបាទយើងធ្វើការទិញបានដាវមួយទៀតហើយបាទនេះគឺដាវមួយនេះអញ្ចឹងណាគ្នាយើងបាទចង់បើសិនថាអ្នកគ្នាចង់ទិញមួយទៀតអ្នកគ្នាធ្វើអញ្ចឹងតដែលមួយទៀតមកបាទឥឡូវតែយើងទិញមួយទៀតមកបាទយើងធ្វើការបើក skip hub server យើងទៀតមកបាទ
ហើយក្នុង skip hub server នីមួយៗគឺវាមានឈ្មោះដើរទេអ្នកគ្នាបាទអ្នកគ្នាមិនខ្លាចថាទិញដើរច្រឡំអីទេគ្នាយើងបាទគឺវាមានជាមួយនឹងឈ្មោះដើរហើយវាក៏អត់មានតែ skip hub server ទិញដើរនឹងដែរគឺវាមាន skip hub server ច្រើនទៀតគ្នាយើងបាទនេះអ្នកគ្នាបាទយើងបានចូលមកដល់កន្លែង server ដែលមានដើរនឹងមួយទៀតហើយគ្នាយើងបាទឥឡូវយើងធ្វើការបើកជាមួយនឹង skip របស់យើងមួយទៀតមកបាទដើម្បីទៅទិញដើរចុងក្រោយរបស់យើងអញ្ចឹងណាគ្នាយើងបាទឥឡូវយើងធ្វើការបើកមកបាទហើយមានស្អីតវាតដែលទេគ្នាយើងបាទកន្លែងត្រឹងមិនចាំបាច់ចាប់អារម្មណ៍ទេគ្នាយើងបាទនេះអ្នកគ្នាបាទយើងទិញបានដើរមួយទៀតហើយបាទឥឡូវមុននឹងយើងទៅគុំចូលគ្នាធ្វើជាដើរ TTK យើងសុំទៅ Farm Mastery វាបាន level 300ទាំងអស់សិនគ្នាយើងបាទឥឡូវយើងទៅកាត់ទៅ farm ទាំងអស់គ្នាតើ let's go វាអ្នកគ្នាបាទខ្ញុំបាន Farm Mastery វាគ្រប់ចំនួន300ទាំងអស់ហើយបាទឥឡូវយើងទៅការទៅគុំដើរនឹងចូលគ្នាទាំង3ទាំងអស់ទៅបាទដើម្បីទៅគុំដើរនឹងបានអ្នកគ្នាគ្រាន់តែធ្វើដំណើរតាមខ្ញុំមកបាទធ្វើដំណើរទៅកោះមួយនោះអញ្ចឹងណាគ្នាយើងបាទឥឡូវយើងធ្វើដំណើរទៅទាំងអស់គ្នាបាទនេះអ្នកគ្នាបាទអ្នកគ្នាធ្វើដំណើរតាមផ្លូវនេះទៅត្រង់រហូតទៅអ្នកគ្នានឹងដល់កោះមួយនេះហើយគ្នាយើងបាទនេះអ្នកគ្នាបាទខ្ញុំបានធ្វើដំណើរមកដល់កោះនេះហើយបាទហើយអ្នកគ្នាមកដល់កោះហ្នឹងអ្នកគ្នាគ្រាន់តែឡើងទៅកាន់ដើមឈើណាដែលខ្ពស់ជាងគេអញ្ចឹងណាគ្នាយើងបាទគឺកន្លែងត្រង់ហ្នឹងបានមានអ្នកគុំដើរអញ្ចឹងគ្នាយើងបាទអញ្ចឹងគ្នាយើងប្រើ fruit អីដែលអាចហោះឡើងបានទៅគ្នាយើងបាទយើងអ្នកគ្នាដោយសារតែយើងពិបាកឡើងខ្លាំងពេកឥឡូវយើងសុំដូរ fruit លេង fruit live វិញគ្នាយើងបាទលាឲ្យ fruit ធារិចអីចឹងណាគ្នាយើងបាទឥឡូវយើងធ្វើញ៉ាំទាំងអស់គ្នាបាទឥឡូវយើងធ្វើការហោះឡើងទៅលើទាំងអស់គ្នាបាទ let's go យើងធ្វើដំណើរហោះឡើងទៅលើនេះដើមនេះអីចឹងណាគ្នាយើងបាទយើងអ្នកគ្នាបាទខ្ញុំបានឡើងមកដល់លើបាទឥឡូវយើងធ្វើការចុចនិយាយជាមួយ NPC នេះមកបាទមិនដឹងស្អីខ្លះទេខ្ញុំមិនចេះអង់គ្លេសទេយើងមកអានខ្លួនឯងទៅបាទហើយវាឲ្យយើងបង់ចំនួន2លានអ្នកគ្នាបាទគឺខ្ញុំបានខ្ញុំមកអ្នកគ្នារកចំនួន8លានអីចឹងណាគ្នាយើងបានដើម្បីសល់2លានយើងទុកនេះគុំដើរនេះអ្នកគ្នាបាទទីមផុតយើងបានដើរ TTK បាទឥឡូវនេះអ្នកគ្នាចេះវីដេអូយើងក៏មានតែប៉ុណ្ណឹងដែរអ្នកគ្នាបាទវីដេអូយកដើរយើងក៏មានតែប៉ុណ្ណឹងដែរចាំជួបគ្នានៅវីដេអូក្រោយទៀតណាអ្នកគ្នាបាយបាយ